Chẳngប្រភេទពន្ធកាត់ទុកនេះវានៅក្នុងប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំហើយនឹងនៅក្នុងច្បាប់សារពើពន្ធវាអត់មានប្រកាសដោយឡែកទេអឺអានេះមិនមែនពន្ធដារបកស្រាយទេជា overview ពីខាងបងអឺបងបងមើលឃើញថានៅពេលដែលយើងអឺធ្វើការឲ្យគេយើងបានដល់rate ដែលត្រូវជាប់ពន្ធយើងបង់ពន្ធបៀវត្សទៅពន្ធដារក្រុមហ៊ុនជាអ្នកដកមានន័យថាពេលយើងធ្វើការឲ្យគេយើងមានចំណូលអឺយើងត្រូវបង់ពន្ធអាចំណូលរបស់យើងនឹងទៅខាងពន្ធដារនៅពេលដែលយើងចេញរកស៊ីពេលដែលយើងចេញរកស៊ីការរកស៊ីរបស់យើងនេះត្រូវបានស្ថិតនៅក្នុងផលរបរដែលត្រូវចុះបញ្ជីហើយយើងចុះបញ្ជីខ្លាយជាក្រុមហ៊ុនដែលមានកាតព្វកិច្ចអញ្ចឹងពេលដែលយើងរកស៊ីយើងបង់ពន្ធប្រាក់ចំណេញប្រចាំឆ្នាំឬក៏បង់ពន្ធប្រាក់ចំណូលប្រចាំឆ្នាំពេលយើងធ្វើការយើងបង់ប្រចាំខែចេញរកស៊ីយើងបង់ប្រចាំឆ្នាំដោយឡែកមានមនុស្សមួយក្រុមទៀតអឺគាត់អត់ធ្វើការឲ្យគេហើយគាត់មិនទៅថាចេញរកស៊ីបែបចុះបញ្ជីដែរអញ្ចឹងធ្វើម៉េចដើម្បីពន្ធដារគេអាចប្រមូលអឺអាមានន័យថាប្រមូលពន្ធពីអាចំណូលដែលគាត់បានអញ្ចឹងបានមានប្រភេទពន្ធកាត់ទុកនឹងមកវាស្ថិតនៅក្នុងសូនជាមួយនឹងប្រកាសដែលប្រកបទៅជាមួយនឹងការបំពេញសេវាកម្មរបស់រូបវន្តបុគ្គលជាប្រាក់ចំណូលរបស់គាត់គឺយើងដកពីចំណូលរបស់គាត់ចំណូលរបស់គាត់คล้ายជាចំណាយរបស់ក្រុមហ៊ុនយើងអញ្ចឹងនៅពេលដែលយើងបានចំណាយឲ្យទៅគាត់ហ្នឹងរដ្ឋគេបានបង្កប់ឲ្យយើងនេះคล้ายជាភ្នាក់ងារកាត់ទុកទៀតហើយរឿងបៀវត្សមិញយើងភ្នាក់ងារកាត់ទុកដែរដកពីបុគ្គលិកតាមរយៈយើងទៅបង់ឲ្យរដ្ឋឥឡូវយើងក៏ជាភ្នាក់ងារកាត់ទុកដែរបង់លុយទៅឲ្យអ្នកផ្គត់ផ្គង់ដែលមានចំណាយមួយចំនួនត្រូវជាប់ប្រភេទពន្ធហ្នឹងយើងជាអ្នកដកពីអ្នកផ្គត់ផ្គង់បង់ទៅរដ្ឋដូចគ្នារូបភាពចឹងប៉ុន្តែអឺបញ្ហាដែលកើតឡើងគឺ supplier របស់យើងអត់ព្រមឲ្យយើងដកពន្ធនឹងឧទាហរណ៍លើរឿងចំណាយទៅលើការជួលផ្ទះយើងចរចាគ្នាថាមួយខែ500ចង់ចាស់ទៀតដឹងថា500អញ្ចឹងមកធ្វើឲ្យអាចចំណាយពន្ធកាត់ទុកនេះវាជារឿងដែលឈឺក្បាលវាคล้ายជាទុកយុទ្ធមែនទែនដល់ក្រុមហ៊ុនពួកគាត់ត្រូវចំណាយចេញជួសអ្នកផ្គត់ផ្គង់ហើយវាคล้ายជាចំណាយមិនអាចកាត់កងបាននៅពេលដែលយើងគណនាពន្ធប្រចាំឆ្នាំនឹងទៀតអញ្ចឹងគាត់វាមានតែខាតនិងខាតចឹងកម្មវត្ថុវាគឺនៅក្នុងរូបភាពអញ្ចឹងចឹងពន្ធកាត់ទុកនេះកម្មវត្ថុវាគឺចំណាយអញ្ចឹងយើងត្រូវតែចាំណាចំណាយចឹងអ្នកជាប់ពន្ធឃើញទេមាននិវេសនជនមកទៀតហើយអ្នកជាប់ពន្ធនិវេសនជនដែលប្រកបអាជីវកម្មដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ឬក៏ជាវត្ថុឲ្យដល់អ្នកជាប់ពន្ធនិវេសនជននិងអ្នកនិងអនិវេសនជនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាកំណត់ហើយចំណាយណាមួយកត់ត្រាក្នុងបញ្ជីគណនេយ្យត្រូវចាត់ទុកថាបានទូទាត់កន្លែងនេះដែលបងនិយាយថាវាខុសពីបៀវត្សតលតាពួកណែងបើកលុយឲ្យកម្មករនិយោជិតបានយើងយកប្រើជាមូលដ្ឋាននៅក្នុងការគណនាយើងបូកអាប្រភេទលុយដែលគាត់ត្រូវបានទាំងអស់តែគាត់ត្រូវបើកទាំងអស់ហ្នឹងយកមកគណនាពន្ធប៉ុន្តែឬក៏ថ្ងៃដែលគាត់បើកហ្នឹងត្រូវមកគណនាពន្ធអញ្ចឹងឧទាហរណ៍ថាដូចវាវត្តអញ្ចឹងបើសិនជាខែ12គណនេយ្យករយើងអាគ្រូនៅពពួក bonus expense ចូលនៅក្នុងឆ្នាំឲ្យហើយតែវាជាចំណាយក្នុងឆ្នាំឯងគ្រាន់តែយើងអាចបើកខែ1ខែ2ខែ3យើងតាលុយ bonus របស់យើងអញ្ចឹងណាពេលដែលយើងអាគ្រូហ្នឹងណាអត់ជាប់ពន្ធអត់មានគណនាពន្ធវាវត្តទេការកត់ត្រាក្នុងបញ្ជីគណនេយ្យកត់ថាមានចំណាយអឺ payroll ដែលត្រូវចេញនៅក្នុងកញ្ចប់មកក្នុង payroll វាមាន salary វាមាន incentive allowance នៃផ្សេងៗហ្នឹងទៅអញ្ចឹងនៅក្នុងអា payroll របស់យើងចេញមករៀងរាល់ខែមួយខែ5000ហើយតែដល់ខែ12ហ្នឹងឡើង15000ព្រោះវាមានទាំង bonus ទាំងអីហ្នឹងហ៎តែយើងគណនាពន្ធប្រកាសពន្ធប្រចាំខែ12យើងប្រកាសថា5000ដែរលេឃើញទេអត់ខុសទេត្រូវដោយឡែកពន្ធកាត់ទុកនេះនៅពេលដែលយើងមានចំណាយដែលជាកម្មវត្ថុពន្ធនឹងហើយអឺយើងត្រូវដកយើងត្រូវ
អឺកាត់ទុកនឹងត្រូវបង់ប្រាក់ពន្ធទៅខាងពន្ធដារអញ្ចឹងមិនមែនកាត់ពី supplier ហើយនឹងយកមកគណនាបង់ប្រាក់មួយថ្ងៃដែលយើងបើកលុយទេគឺនៅក្នុង option 2ដែលមួយណាកើតឡើងមុនយើងយកមួយនឹងជាមូលដ្ឋានអឺគឺកើតឡើងថាបើសិនជាយើងបានកត់ត្រាក្នុងបញ្ជីគណនេយ្យឧទាហរណ៍ថាយើងអាគ្រូទទួលស្គាល់ជាចំណាយនៅក្នុងខែ6អញ្ចឹងនៅពេលដែលយើងធ្វើការប្រកាសពន្ធនៅក្នុងខែ6យើងត្រូវតែភ្ជាប់ថាវាជាប្រតិបត្តិការចំណាយហ្នឹងហើយអញ្ចឹងគេឲ្យយើងឃើញគេប្រើពាក្យថាត្រូវចាត់ទុកថាបានទូទាត់មានន័យថាអាបង់លុយហើយនឹងអាគណនេយ្យគឺជាប់ពន្ធទាំងពីរមានន័យថាបើសិនជាយើងអត់តន់បង់លុយទេយើងកត់ក្នុងគណនេយ្យអាគ្រូអាករណីចឹងពាក្យច្រើននៅលើរឿង interest ឧទាហរណ៍ថាយើងមាន loan ហើយយើងត្រូវបង់កងត្រារបស់យើងនិយាយថាយើងនឹងត្រូវបង់ទាំងការទាំងដើមអីនៅចុងកងត្រាអីចឹងទៅគណនេយ្យគេឆ្លាតទៅគេខំប្រឹងវិលវ៉ែវល់ឲ្យបង់ពន្ធកុំឲ្យបង់ពន្ធច្រើនចេះប៉ុន្តែគណនេយ្យគាត់ឆ្លាតអារឿងសេរីកុងត្រាប៉ុន្តែគាត់ភ្លេចនឹកឃើញថាស្តង់ដារគណនេយ្យអត់និយាយរឿងសេរីកុងត្រាទេស្តង់ដារគណនេយ្យគេនិយាយអំពីការទទួលស្គាល់ប្រតិបត្តិការចំណូលនិងចំណាយទៅតាមកេរីអញ្ចឹងរឿងការប្រាក់យើងអត់ទាន់បង់កងត្រានិយាយមិនទៅប៉ុន្តែនៅក្នុងគណនេយ្យត្រូវបានទទួលស្គាល់ថាយើងត្រូវធ្វើនិយត្តកម្មទទួលស្គាល់ថាក្រុមហ៊ុនមានលូនហើយនៅក្នុងខែនេះគឺយើងត្រូវទូទាត់ប្រតិបត្តិការជា interest expense នៅក្នុង amount មួយគាត់ថា interest ហ្នឹងនឹងត្រូវបង្កទុកសិនជា liability ត្រូវ pay នៅក្នុងកេរីណាមួយចឹងទៅអញ្ចឹងគ្រាន់តែយើងកត់ទទួលស្គាល់ interest expense នៅក្នុងបញ្ជីគណនេយ្យនឹងឯងគេហៅថាការកត់ត្រាក្នុងបញ្ជីគណនេយ្យហើយសម្រាប់ពន្ធកាត់ទុកក្នុងគោលដៅពន្ធនៅពេលដែលយើងកត់ចូលក្នុងបញ្ជីគណនេយ្យទទួលស្គាល់ថាជាចំណាយហើយគឺគេចាត់ទុកថាយើងនឹងបានទូទាត់ហើយយើងត្រូវតែធ្វើការគណនានិងបង់ប្រាក់ពន្ធនៅក្នុងការីដែលយើងបានកត់ត្រាចំណាយនឹងកន្លែងហ្នឹងអញ្ចឹងមានន័យថាគោលដៅពន្ធនេះគឺយកទៅលើអាគ្រូ basic មានន័យថាបើសិនជាយើងចេញលុយក៏ជាប់យើងអត់ទាន់ចេញលុយទេតែកត់នៅក្នុងបញ្ជីគណនេយ្យទទួលស្គាល់ជាចំណាយនៅក្នុងការីណាគឺជាប់នៅក្នុងការីហ្នឹងហើយកុំយកកងត្រាទីបងនិយាយមិញអញ្ចឹងណាកុំយកកងត្រាទៅឆលេងអត់ឈ្នះទេក្នុងនាមយើងជាគណនេយ្យយើងត្រូវចេះស្តង់ដារគណនេយ្យហើយបើស្តង់ដារគណនេយ្យគេនិយាយរឿងរបៀបនៅក្នុងការបន្ស៊ីរវាងចំណូលហើយនិងចំណាយហើយយើងមកកត់គណនេយ្យយើងអត់ដឹងថាអាចចំណាយនឹងត្រូវកត់អាហ្នឹងយើងមិនហៅថាយកទៅបំភ្លឺអីចេញមុខពាក្យថាបន្ស៊ីចំណូលចំណាយរឿងហ្នឹងរឿងសងពេលណាសងតើអានឹងរឿងរបស់យើងប៉ុន្តែគណនេយ្យដាច់ខាតត្រូវតែអនុលោមទៅតាមស្តង់ដារគណនេយ្យដែលបានចែងអញ្ចឹងកន្លែងនេះសំខាន់អញ្ចឹងសង្ឃឹមថាកន្លែងហ្នឹងគ្នាយើងចាប់បានព្រោះអានេះសំខាន់ណាស់ណាហើយប្រភេទពន្ធនេះបងឃើញគ្នាយើងមានកំហុសច្រើនហើយឧស្សាហ៍តែបរិញ្ញាថ្នាក់ណាក៏ដោយដែរស្គាល់ជាងគេស្គាល់តែពន្ធកាត់ទុកលើការជួលនឹងឯងហើយពន្ធលើម៉ាកាណូពន្ធកាត់ទុកនឹងកាត់លើម៉ាកាណូហើយស្គាល់តែអាការជួលនោះគឺច្បាស់ហ្មងជួលនឹងឲ្យគាត់ក្នុងគណនេយ្យខុសទៀតណាអញ្ចឹងយើងមកមើលនិយមន័យសំខាន់នៅក្នុងអឺពន្ធនឹងប្រភេទពន្ធមួយនឹងអញ្ចឹងប្រភេទពន្ធមួយនេះយើងមានអ្នកជាប់ពន្ធជានិវេសនជននិងអនិវេសនជនហើយបើយើងមើលនិយមន័យណាអត់ខុសគ្នាពីពន្ធបៀវត្សទេប៉ុន្តែនិវេសនជននិងអនិវេសនជននេះគឺខុសគ្នាពីអឺពន្ធលើបៀវត្ស100%ហ្មងបើគ្នាយើងមើលមកកលេសយើងគាត់ជាគិតថាដូចតែគ្នានឹងព្រោះមើលអានអក្សរអត់មានអក្សរណាខុសគ្នាផងមាននិវេសនដ្ឋានមានកន្លែងស្នាក់នៅគោលដៅហើយមានវត្តមាននៅកម្ពុជាប៉ុណ្ណេះអត់ខុសគ្នាផងតែបងមើលទៅឃើញខុសគ្នាយើងត្រូវដឹងខុសគ្នាធំជាងគេគឺអឺគេឲ្យនិយមន័យនិវេសនជននិងអនិវេសនជនបើយើងអានអក្សរអត់ឃើញខុសគ្នាទេប៉ុន្តែបើសិនជាយើងឲ្យនិយមន័យនៃបុគ្គលិកហើយនិងអ្នកផ្គត់ផ្គង់គឺខុសគ្នា
យើងមើលណានៅក្នុងនិវេសនជនឬក៏អនិវេសនជននឹងក៏ដោយដែរត្រូវបានបែងចែកជាពីរក្រុមគឺជារូបវន្តបុគ្គលហើយនឹងមួយទៀតជានីតិបុគ្គលមានន័យថាអ្នកផ្គត់ផ្គង់របស់យើងអាចជាបុគ្គលធម្មតាអាចជាក្រុមហ៊ុនដោយឡែកអឺបុគ្គលិកគឺមានតែជារូបវន្តបុគ្គលទេអត់មានយក company ណាមកធ្វើការឲ្យយើងឯងតែតាក់ហាង company A លេខវ៉ាត់ទីនប៉ុណ្ណេះស៊ីប្រាក់ខែពីខ្ញុំឯងអត់មានទេណាអញ្ចឹងនិយមន័យដូចគ្នាសរសេរលិខិតតវ៉ាកុំឲ្យឃើញពាក្យដូចគ្នាយកមកប្រើមើលផងថានិយមន័យដែលយើងយកមកសរសេរហ្នឹងយកពីប្រកាសមួយណាអញ្ចឹងដូចមានគណនីនោះគាត់ប្រកែកមួយបងគាត់សរសេរលិខិតតវ៉ាអីហាហើយគាត់យកមកឲ្យបងមើលអាពេលបរិញ្ញាហ្នឹងហើយបងប្រាប់ថាអាហ្នឹងអត់ត្រូវទេហើយគាត់ប្រកែកគាត់សរសេរតវ៉ាដូចជាបុគ្គលតាកតិនបុគ្គលតាកតិនដែលគាត់យកតវ៉ាគាត់តវ៉ារឿង VAT ទេប៉ុន្តែគាត់ទៅយកនិយមន័យបុគ្គលតាកតិននៅក្នុងពន្ធលើប្រាក់ចំណូលយកមកបំភ្លឺការតវ៉ារបស់គាត់ចឹងគ្រាន់តែយើងយកតែរបៀបសរសេរមកយើងចេះតែបើកឃើញហាងឲ្យតែឈ្មោះហ្នឹងយកមកសរសេរបើយើងអត់យល់មូលដ្ឋាន base ឬក៏អត់វិភាគស៊ីជម្រៅទៅលើរឿង nature ដូចយកពងមាន់ទៅចូលក្នុងថ្មចឹងរូបភាពចឹងចឹងយើងរៀននៅក្នុងពន្ធលើវិវត្តក៏មាននិវេសនជនអនិវេសនជនយើងរៀនពន្ធកាត់ទុកក៏មាននិវេសនជននិងអនិវេសនជនប៉ុន្តែនិវេសនជននៅក្នុងវិវត្តខុសពីនិវេសនជននៅក្នុងពន្ធកាត់ទុកព្រោះនិវេសនជននៅក្នុងវិវត្តគឺសំដៅទៅលើតែបុគ្គលទេតែពេលនិវេសនជននៅក្នុងនិយមន័យនៃពន្ធកាត់ទុកមានទាំងរូបវន្តបុគ្គលមានទាំងនីតិបុគ្គលកន្លែងហ្នឹងហើយតកតងទៅនឹងនិយមន័យនៃធនាគារនៅក្នុងច្បាប់គេបានឲ្យនិយមន័យខុសពីនៅក្នុងធនាគារជាតិបើសិនជាយើងចូល website ធនាគារជាតិយើងសើចទៅគេមានតកតងទៅនឹងធនាគារតកតងទៅនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគេមានធនាគារពាណិជ្ជធនាគារនេះធនាគារនោះអញ្ចឹងនិយមន័យដែលឲ្យនៅក្នុងធនាគារជាតិដែលឲ្យនិយមន័យទៅលើស្ថាប័នទាំងអស់ហ្នឹងគឺខុសពីអ្វីដែលយើងឲ្យនៅក្នុងច្បាប់សារពើពន្ធអញ្ចឹងសម្រាប់ធនាគារក្នុងគោលដៅពន្ធគឺសំដៅទៅលើអង្គភាពដែលអនុវត្តជាប្រក្រតីនៅប្រតិបត្តិការណាមួយក្នុងចំណោមប្រតិបត្តិការខាងក្រោមចឹងទីមួយគឺគាត់ផ្ដល់អនុទានគ្រប់ប្រភេទដល់សាធារណជនដោយមានកម្រៃរាប់បញ្ចូលទាំងអនុទានភតិសញ្ញាទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាពីសាធារណជនអឺប្រតិកម្មនឹងដាក់ឲ្យអតិថិជនប្រើប្រាស់នៅមធ្យោបាយទូទាត់រូបិយប័ណ្ណឬក៏ជារូបិយប័ណ្ណអញ្ចឹងអានឹងធនាគារនៅក្នុងនេះក្នុងពន្ធដាររបស់យើងសំខាន់ជាងគេឲ្យតែគាត់មានលក្ខខណ្ឌមានន័យថាណាមួយនៅក្នុងចំណោមហ្នឹងមានន័យថា1នៃ3ឲ្យតែមានអាហ្នឹងគឺចាត់ទុកថាចូលក្នុងនិយមន័យហ្នឹងហើយយកមកអនុវត្តនៅច្បាប់នេះបាននៅប្រភេទពន្ធនេះបានច្រឡំច្បាប់ sorry ហើយសេវាកម្មនៅក្នុងនេះគេឲ្យនិយមន័យរួមមានទាំងការគ្រប់គ្រងឬក៏ការពិគ្រោះយោបល់ឬក៏សេវាបហាក់ប្រហែលក្រៅពីទំនិញភតិសញ្ញាការជួលការលក់ទ្រព្យនិងសកម្មភាពបម្រើការងារអញ្ចឹងក្រៅពីមានន័យថាច្បាប់បើមានពាក្យថាក្រៅពីអញ្ចឹងយើងមកមើលថាក្រៅពីនេះអាពីរនឹងមានអីគេខ្លះអញ្ចឹងក្រៅពីនឹងដាក់ចូលមកនេះទាំងអស់អាហ្នឹងភាសាដែលយើងត្រូវងាយយល់ពេលដែលយើងអានច្បាប់ឲ្យតែមានកន្លែងណាដែលគេប្រើពាក្យក្រៅពីយើងទៅមើលអាលក្ខខណ្ឌពិសេសសិនអញ្ចឹងបិទវងកញ្ចក់អាលក្ខខណ្ឌពិសេសនឹងចប់ឲ្យតែក្រៅពីអាលក្ខខណ្ឌពិសេសហ្នឹងគឺចូលនៅក្នុងនិយមន័យនឹងអូន100%អញ្ចឹងក្រៅពីទំនិញអញ្ចឹងនិយមន័យទំនិញនៅក្នុងកលើម្លែងថែមវាមានទាំងទំនិញរូបិយអរូបិយព្រោះយើងហងៃយើងមានពួកe-commerce ភតិសញ្ញាការជួលការលក់ទ្រព្យនិងសកម្មភាពបម្រើការងារយើងរៀនមុនហ្នឹងគឺសំដៅទៅលើ
hướng employee នឹងឯងអញ្ចឹងយើងធ្វើសេវាកម្មដូចគ្នាប៉ុន្តែបើសិនជាយើងស្ថិតនៅក្នុងโซนដែលជា employee ហើយចំណាយជីវភាពដែលយើងទទួលមុខងារជា employee ហើយអាហ្នឹងគឺនៅក្រៅនិយមន័យនៃពាក្យថាសេវាកម្មនៅក្នុងពន្ធកាត់ទុកឯងហើយអឺពន្ធកាត់ទុកគោលដៅធំធំយើងអាចមើលបានគោលដៅធំធំគឺអានេះបងសម្រាប់និវេសនជនដល់ពេល slide មួយនេះគឺសម្រាប់អានិវេសនជនណាអញ្ចឹងសម្រាប់និវេសនជននៅលើអឺពន្ធកាត់ទុកនៅលើសេវាកម្ម15%អឺសេវាកម្មកន្លែងនេះយើងត្រូវចូលទៅមើលប្រកាសថែមហើយនឹងច្បាប់ថែមចាំបងចូលទៅបើកឲ្យថែមព្រោះមុនហ្នឹងតម្លាក់ឲ្យដូចជាមានប្រកាសដែរអញ្ចឹងយើងចូលមើលអានឹងថែមណាហើយនឹងមួយទៀតអឺរឿងការប្រាក់ជាមួយនឹងនិវេសនជនប៉ុន្តែដូចជាថ្មីថ្មីហ្នឹងគូណាគាត់បានអាប់ដេតលើកលែងការប្រាក់សម្រាប់និវេសនជនជានីតិបុគ្គលអញ្ចឹងកន្លែងនេះបើសិនជានិវេសនជនជានីតិបុគ្គលត្រូវបានលើកលែងតែបើរង្វាន់បុគ្គលជាប់អញ្ចឹងពេលអានច្បាប់បាត់បងឲ្យមើលនិយមន័យដោយសារអីយើងគ្រាន់តែយើងបើកមកពាក្យថានិវេសនជនលេចឲ្យតែឃើញថាមានចំណាយទៅលើនិវេសនជនអត់បានមើលថារង្វាន់ឬនីតិហ្នឹងណាក៏គ្រោះថ្នាក់ដល់យើងដែរអញ្ចឹងចេះឲ្យល្អិតចេះឲ្យជ្រៅទៅពេលការគណនាពន្ធទៅឆ្លោះគ្នាពន្ធណាមានសិទ្ធិភាពមួយទៀតសួយសារនេះជាមួយនីតិបុគ្គលដូចជាបងឃើញមានលើកលែងដែរហើយអត្រាពន្ធ10%នេះថ្លៃឈ្នួលជាមួយរង្វាន់បុគ្គលនីតិបុគ្គលអត់មានទេណាអញ្ចឹងយើងរៀងបត់បន្តិចកន្លែងហ្នឹងពេលរៀនឲ្យវារៀងលឿនអញ្ចឹងយើងរៀនចប់អង្គុយអានច្បាប់ថែមហើយរៀនក្បួននៅក្នុងការណូតរៀងខ្លួនអាក្បួនណូតនេះបងមិនដឹងថាចែកយ៉ាងម៉េចទេគ្រាន់តែបងដឹងថានៅពេលដែលបងរៀនច្បាប់ពន្ធអឺបងយកប្រកាសដែលបងចង់ថានិយាយរឿងពន្ធអីមួយចឹងបងយកប្រកាសហ្នឹងមកអានបងអាន3ដងអានឲ្យបងអង្គុយគិតថាគេយកពន្ធលើអ្នកណានៅលើរឿងអីអត្រាប៉ុន្មានហើយលើកលែងកន្លែងណាខ្លះអាហ្នឹងក្បួនមកបងគឺបងអានអញ្ចឹងអានឲ្យបងយកមកគិតឲ្យបងយកមកសង្ខេបឲ្យបងអានទៀតដើម្បីធានាថាអ្វីដែលយើងអានអ្វីដែលយើងយល់ហ្នឹងវាពិតជាត្រឹមត្រូវហើយពេលដែលបងសង្ខេបបងអានចប់អញ្ចឹងហើយបងមកអង្គុយវិភាគថានៅក្នុងក្រុមហ៊ុនដែលបងកំពុងធ្វើការហ្នឹងណាអ្វីដែលបងណូតហ្នឹងវាមាននៅក្នុងអាប្រតិបត្តិការនឹងអត់ហើយរូបភាពបែបម៉េចយើងសម័យអញ្ចឹងអាហ្នឹងក្បួនមកបងអញ្ចឹងក្បួនមកគ្នាយើងនឹងមានក្បួនផ្សេងគ្នាព្រោះយើងសិតតែមានរបៀបនៅក្នុងការអឺចាប់យកអារបស់ហ្នឹងផ្សេងគ្នាអញ្ចឹងវាមិនមែនទន្ទិញទេសម្រាប់បងកុំទន្ទិញហើយច្បាប់គឺបត់បែនណាស់យើងទិញឲ្យតែចាំឬក៏យើងគ្រាន់តែថាគ្រូប្រាប់មកថាអញ្ចឹងយើងអត់មានមូលដ្ឋានខ្លួនឯងថ្ងៃក្រោយយើងនឹងគ្រោះថ្នាក់អញ្ចឹងរៀនអីក៏ដោយដែរត្រូវតែឈរលើគោលជំហរខ្លួនឯងថាយើងពិតជារៀនហើយយើងពិតជាយល់នៅខ្លែងចំណុចហ្នឹងហើយការយល់របស់យើងគឺយល់ឃើញបែបនេះអញ្ចឹងដូចបងអញ្ចឹងអឺបងអាចដឹងថាពាក្យថានិវេសនជននៅក្នុងបៀវត្សខុសពីនៅក្នុងនេះដោយសារតែបងអានឲ្យបងគិតថាវាមានកន្លែងណាខុសគ្នាអត់អីចឹងទៅហើយពេលដែលយើងមកមើលអញ្ចេះយើងមានត្រូវមានកន្លែង note យើងទៅអានច្បាប់ហើយយើង note ថាអានេះលើកលែងអានេះអត់លើកលែងអញ្ចឹងដូចយើងនិយាយឃើញទេនិយាយរឿងការប្រាក់បើយើងនិយាយថាចំណាយការប្រាក់ឲ្យទៅនិវេសនជនអញ្ចឹងវាមានទាំងនីតិបុគ្គលរូបវន្តបុគ្គលឃើញទេប៉ុន្តែពន្ធដារបានចេញប្រកាសមកលើកលែងការប្រាក់សម្រាប់របបស្វ័យប្រកាសដូចគ្នាអញ្ចឹងរបបស្វ័យប្រកាសនៅក្នុងពាក្យពន្ធដារមានន័យថាជានីតិបុគ្គលនឹងឯងអញ្ចឹងយើងមកមើលថាបើសិនជាយើងមានចំណាយការប្រាក់ទៅនិវេសនជនដែលដែលក្រៅមិនមែនជាស្ថាប័នធនាគារមិនមែនជាធនាគារហើយយើងមានចំណាយការប្រាក់ឲ្យទៅកាន់គាត់ហើយគាត់នឹងជារូបវន្តបុគ្គលឬនីតិបុគ្គលបើគាត់នីតិបុគ្គលភ្ជាប់ទៅលើឱកាសហ្នឹងពីមុនយើងបានបច្ចុប្បន្នបងមែនតែចាប់ពីថ្ងៃដែលគេលើកលែងមកយើងអត់បងទេអញ្ចឹងមូលហេតុដែលយើងអត់បងមិនមែនគ្រូប្រាក់ថានឹងអត់ជាប់ទេគឺមូលហេតុដោយសារតែមានប្រកាសពន្ធដារហើយថ្ងៃក្រោយនៅពេលដែលគេប្រាប់ថាត្រូវបានលើកលែងនៅរូបវន្តបុគ្គលទៀតយើងត្រូវមានមូលដ្ឋានខ្លួនឯងយើងថែមទៀតអញ្ចឹងដូច10%អញ្ចឹងពីមុនមានកាលបងធ្វើការនៅក្រុមហ៊ុនចាស់មេបងទងប្រហែលជា2015អីហ្នឹងកាលហ្នឹងដូចជា Eon មួយបើក Eon មួយបើកហើយមេបងគាត់ជួលតាហាងលក់កៅអៅនៅហ្នឹងណា
អញ្ចឹងនៅក្នុងអា bill របស់ខាង Eon នេះគាត់ issue ចេញមកទៅលើអា shop space rental របស់យើងគឺមានអាកលើម្លែងបន្ថែមហើយបានមានពន្ធកាត់ទុក10%ហើយ offset គ្នាដកគ្នាមានន័យថាឧទាហរណ៍ថាតូបហ្នឹង1000ប្រហែលម៉ែត្រការ៉េហ្នឹង1000អញ្ចឹងក្នុង1000ហ្នឹងក៏ចេញថាតម្លៃជួលតូប1000បូក VAT វាត្រូវ1100ឯងប៉ុន្តែដោយសារតែជួលតូបផ្សារមុនហ្នឹងវាអត់ទាន់មានច្បាប់លើកលែងនៅលើរឿងទេបុគ្គលទេអញ្ចឹងមានពន្ធកាត់ទុក10%ទៅលើការជួលអញ្ចឹងនៅពេលហ្នឹងគឺអឺលើ invoice ហ្នឹងបង្ហាញក្រោម VAT ហើយបង្ហាញអឺពន្ធកាត់ទុក10%ហ្នឹង100 ដុល្លារដែរតែសញ្ញាដកអញ្ចឹងក្រុមហ៊ុនត្រូវទូទាត់ទៅផ្សារ Eon ហ្នឹងត្រឹមតែ1000 ដុល្លារដដែលវាមូលហេតុអញ្ចឹងតាមពិតត្រូវទូទាត់1100ប៉ុន្តែដោយសារអា100ហើយនឹងអា100 VAT និង100ពន្ធកាត់ទុកនេះវាកាត់កងគ្នាតែដល់ពេលយើងចូលធ្វើការជំនាន់ក្រោយយើងអត់ទាន់អាសម័យមុនយើងឃើញតែ invoice ឲ្យតែមានជួលពីនីតិបុគ្គលមកយើងអត់ជាប់ពន្ធប៉ុន្តែយើងអត់បានដឹងប្រវត្តិរបស់វាទេដោយសារយើងអត់បានចូលអានណាសាច់រឿងពីដើមរបស់វាមកអត់បានអនុវត្តអញ្ចឹងកន្លែងហ្នឹងយើងអានយើងអាចនឹង note បានថ្ងៃក្រោយបើសិនជានៅសុកពន្ធនឹងវាត្រូវបានគេលើកលែងត្រូវអត់ជាប់អត់អីចឹងទៅអាហ្នឹងនឹងទៅរូបភាពផ្សេងចឹងទៅអាចនឹងគេដកបន្ទុកពីក្រុមហ៊ុនគេអត់ចង់អឺឲ្យក្រុមហ៊ុនជាអ្នកភ្នាក់ងារកាត់ទុកដកគេឲ្យម្ចាស់ផ្ទះទៅបង់ខ្លួនឯងឬក៏បែបណាអាហ្នឹងយើងមើលអត់ឃើញទេអាហ្នឹងវាជារឿង future ព្រោះដោយសារ future ទៅក៏យើងនឹងមាន personal income តាក់ដែរអញ្ចឹងអារបស់អស់នេះមិនដឹងថានឹងត្រូវជ្រុះកន្លែងណាខ្លះនឹងត្រូវធ្វើបែបណាទេនៅបងក៏អត់ទាន់ដឹងដែរគាត់ណាបងធ្លាប់អានអានដូចជាប្រកាសរដ្ឋាភិបាលហើយក៏នឹងបញ្ចេញកាត់ដើមឆ្នាំក៏ជាបងឃើញហើយបងអានហើយក៏បងអឺឃើញមានលើកទៅលើរឿងពន្ធ personal income tax អញ្ចឹងក៏ចំណាំទុកទៅថាហ្នឹងតិចទៀតមានហើយហើយរឿងការប្រាក់ការប្រាក់នេះជាប់ពន្ធកាត់ទុកអឺធម្មតាជាប់ពន្ធកាត់ទុកនៅលើចំណាយទេតែអាពីរនេះវាខុសគេយើងយកលុយទៅដាក់ធនាគារហើយយើងបានពីធនាគារមកជាការប្រាក់ជាចំណូលរបស់យើងឯងតែអាការប្រាក់របស់យើងដែលជាចំណូលរបស់យើងនេះវាជាចំណាយទៅខាងពីធនាគារដែលគេចាយមកយើងអញ្ចឹងធនាគារគេត្រូវកាត់ពន្ធពីយើងអញ្ចឹងណាអញ្ចឹងអាហ្នឹងអត្ថន័យវាអញ្ចឹងមានន័យថាយើងបានទទួលចំណូលពីការប្រាក់អញ្ចឹងយើងធ្លាប់ឃើញនៅក្នុង bank statement របស់យើងលោតហើយបើសិនជាយើងប្រើពពួកអឺ current account ពពួក premium ក៏មានដែរព្រោះធម្មតានៅក្នុងការប្រើប្រាស់របស់យើងលក្ខខណ្ឌនៅក្នុងការប្រើសេវាធនាគារមានច្រើន option តែដោយសារការប្រកួតប្រជែងអញ្ចឹងបងឃើញដូចរាល់ថ្ងៃបើសិនជាយើងប្រើ saving វាអូតូម៉ាទិកដាក់ដឹងឲ្យមានការប្រាក់ចូលហើយតែលុយច្រើនការប្រាក់ច្រើនកាត់អា withhold ហ្នឹងក៏តាមនឹងដែរតែបើលុយរបស់យើងតិចការប្រាក់ចូលតិចចឹងទៅប៉ុន្តែធម្មតា current ពពួកគណនីដែលប្រើសាយប្រើអីហ្នឹងដើមឡើយអត់មានទេការប្រាក់ប៉ុន្តែអឺមួយរយៈក្រោយនេះបងឃើញមានហើយក៏សួរនាំកូនសិស្សទៅគាត់ថាអត់ទេគាត់ប្រើ current account ប៉ុន្តែមេរបស់គាត់ប្រើកម្រិត premium អញ្ចឹងអា premium មានន័យថាជា account ដែលបើកមកប្រើទាំងសាយទាំងអីធម្មតាប៉ុន្តែវាកូនកាត់ព្រោះលុយក្រុមហ៊ុនច្រើនអញ្ចឹងគាត់ចង់ឲ្យចេញសាយច្រឡំនៅទឹកតែមួយកង់ហ្នឹងឯងអញ្ចឹងគាត់ប្រើ premium ហ្នឹងធនាគារគេឲ្យការប្រាក់ដែរអញ្ចឹងវាកូនកាត់វាមានថាធម្មតាបើសិនយើងធ្វើការគណនេយ្យយើងមាន saving ហើយនិង current saving มันមានការប្រាក់ current ធម្មតាមានការប្រាក់អីអាគណនីដែលយើងប្រើសាយប្រើអីហ្នឹងណាតែដល់ពេលឥឡូវអាប់ដេតហើយអញ្ចឹងសូម្បីតែសេវាធនាគារក៏អាប់ដេតដែរឃើញអញ្ចឹងដេញទៅតាមអឺគេហៅគេស្ថានភាពសេដ្ឋកិច្ចដែរហ្នឹងអញ្ចឹងកន្លែងនេះប្រភេទពន្ធទាំងអស់សុទ្ធតែលើរឿងចំណាយមានតានេះឲ្យ special case ចង់ឲ្យបងលើកមកបញ្យល់វា special case ឲ្យយល់សាច់រឿងថាហេតុអីបានយើងនេះទទួលចំណូលសោះគេកាត់ពន្ធចំណូលរបស់យើងទៅចំណាយរបស់ធនាគារអញ្ចឹងធនាគារបានកាត់ direct ពីក្នុងអឺ bank statement របស់យើងគណនេយ្យករដែលគាត់យល់ថាលុយដែលធនាគារបានកាត់ពីក្នុង bank statement ហ្នឹងណាអឺតិចតួចគាត់ដាក់ចូលនៅក្នុង expand ជាពពួក bank charge bank អីចឹងទៅតែអាហ្នឹងមិនមែន bank charge ទេអាពីរមុខនេះគេកាត់ពីយើងពិតមែន
ប៉ុន្តែយើងអាចយកមកកាត់កងវិញជាមួយនឹងពន្ធប្រាក់ចំណូលប្រចាំឆ្នាំនៅពេលដែលយើងគណនាបាននៅក្នុង bank statement របស់យើងវាបង្ហាញឈ្មោះថា withholding tax ដែរប៉ុន្តែវាមិនមែនជាពពួកអឺ payable ឬក៏ពួកអីទេ withholding tax នេះគឺគេឲ្យឈ្មោះថា withholding tax credit នៅក្នុងបញ្ជីគណនេយ្យអឺនៅពេលដែលយើងកត់ត្រា interest income របស់យើងចូលមកáគឺ interest income នៅខាង credit លុយរបស់យើងចូលមកខាង debit ហើយអាលុយដែលចូលហ្នឹងត្រូវបានដកមកចំណែកហ្នឹងណាឧទាហរណ៍ថាលុយរបស់យើងត្រូវចូល$100បានដកអស់5រៀលអញ្ចឹងយើងកត់ទៅក្នុង GL របស់យើងប្រកាសជាឃើញលុយចូលតែ95ទេដោយសារបាត់អស់5រៀលដោយសារឃើញ interest income កើនហើយអាមួយខាងទៀតហ្នឹងយើងអាចនឹងកត់មកខាង debit ហ្នឹងអាចនឹងហៅជា expense ប៉ុន្តែអត់ទេពេលដែលយើងកត់ interest credit ហ្នឹងមិនមែនជា expense ទេវាជា asset អញ្ចឹងបងនិយាយត្រឡប់មកវិញនៅពេលដែលយើងមាន interest income កើតឡើង interest income ជាពពួក revenue normally វាកើតនៅខាង credit ហើយមកខាងទៀតដែលខាង debit ហ្នឹងមានគណនីពីរគឺទី1លុយរបស់យើងត្រូវចូលមកឲ្យត្រូវជាមួយនឹងអា revenue ហ្នឹងប៉ុន្តែលុយរបស់យើងអត់ចូលមក100%ត្រូវនឹង revenue ហ្នឹងទេដោយសារតែធនាគារបានកាត់ពន្ធកាត់ទុកនៅលើការប្រាក់ហ្នឹងបកកទុកបាត់ហើយគេបង់ឲ្យតែខាងពន្ធដារហើយប៉ុន្តែដោយសារតែយើងជានីតិបុគ្គលធនាគារក៏ជានីតិបុគ្គលយើងត្រូវកាត់កងជាមួយនឹងពន្ធប្រាក់ចំណូលប្រចាំឆ្នាំឲ្យយើងអញ្ចឹងកន្លែងហ្នឹងវានៅខាង debit មែនប៉ុន្តែមិនមែនជា expense ទេវាជា asset វាជា withholding tax credit nature របស់វា nature របស់វាគឺនៅជាមួយនឹងពពួក prepayment on profit tax withholding tax credit ហើយនិងពពួក VAT carry forward វានៅ3គ្រប់ជាមួយគ្នាហ្នឹងគឺនៅជា other current asset ជា other current asset របស់យើងព្រោះធនាគារគាត់ឲ្យការប្រាក់មកឲ្យតែមានលុយដាក់ការប្រាក់អីប៉ុន្តែប្រភេទកង់ដែលដាក់ហ្នឹងវាមានកង់ជារូបវន្តបុគ្គលនិងជានីតិបុគ្គលអញ្ចឹងគាត់មិនអង្គុយកាត់កងអ្នកណារូបវន្តអ្នកណាអតិច្រើនណាស់ប្រតិបត្តិការគាត់មួយថ្ងៃប្រជាជនរាប់លានអ្នកហ្នឹងអញ្ចឹងគេប្រើវិធីសាស្ត្រហ្នឹងតែពេលយើងគណនេយ្យអង្គុយមើលកត់ត្រារាល់ថ្ងៃត្រូវអត់យើងដឹងអត់ថាអាលុយដែលធនាគារកាត់ហ្នឹងវាជាទ្រព្យរបស់យើងអ្នកខ្លះអត់ដឹងទេណាគាត់ចូលចំណាយបាត់ហើយចំណាយតិចមិនអីទេបើកាត់កាក់សេនមានអីបើដូចអឺកូនសើបងគេបានលូនពីចិនមកលុយឡើងរាប់សិបលានហើយចូលមកក្នុងធនាគារហើយដល់ពេលដាក់ទៅការប្រាក់វាមិនច្រើនហើយការប្រាក់ច្រើនអាវិធលហ្នឹងមិនច្រើនវិធលមិនតិចណាវិធលមួយខែឡើង100-200 ដុល្លារអីហ្នឹងហើយគាត់ទៅដាក់ expand បាត់តោះរូបភាពចឹងអត់ដឹងគិតថាអា bank ឆាចតែប៉ាត់នឹងវិធលទេណាអញ្ចឹងយើងរៀនហើយយើងត្រូវសម្គាល់ហើយយើងត្រូវដឹងអញ្ចឹងនៅក្នុងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំដែលយើងត្រូវគណនានិងបង់ឲ្យពន្ធដារហ្នឹងពេលដែលយើងគណនាឃើញប្រាក់ពន្ធត្រូវបង់ប្រមាណហ្នឹងគេឲ្យយើងដកអា1%ចេញហើយអាក្រោមហ្នឹងក៏គេមានឲ្យយើងដកនេះអាដែលធនាគារកាត់ពីយើងណាហើយដែលយើងកត់បកគោនៅក្នុង balance sheet របស់យើងថាជា withholding tax credit ហ្នឹង amount ទាំងអស់ហ្នឹងគុណ exchange rate មកយើងដកបានដកពីពន្ធប្រាក់ចំណេញដែលត្រូវបង់បានអញ្ចឹងអានេះយើងគ្រាន់តែក្នុងរូបភាពថាគេកាត់សិននៃចុងឆ្នាំកាត់កងគ្នាវិញពីរនេះអញ្ចឹងយើងអាចយកអត្ថន័យពីរនឹងផងអញ្ចឹងពន្ធវារូបភាពចឹងឯងយើងរៀនអានេះទេប៉ុន្តែវាតាក់ទងជាមួយនឹងប្រភេទពន្ធមួយទៀតហើយវាតាក់ទងទៅនឹងការកត់ត្រាគណនេយ្យហើយវាតាក់ទងទៅនឹងការបកស្រាយបំភ្លឺច្បាប់កន្លែងណានិយាយស្ថាប័នឯគេខ្លះឲ្យនិយមន័យមិនអញ្ចឹងវាមិនមែនគ្រាន់តែអឺបាយចូលតែ Excel ទៅហើយអាណាជាប់ពន្ធចាប់ពន្ធទៅចប់ហើយគឺអត់ទេដូចបងប្រាប់ចឹងត្រូវតែមានគ្រឹះមានមូលដ្ឋានហើយបើការងារនឹងវាស្រួលគេធ្វើបានគ្រប់គ្នាឲ្យជឿបងទៅចឹងវាមិនមែនស្រួលដូចយើងគិតទាំងស្រុងថាវាអត់មានអីស៊ីជម្រៅទេពេលខ្លះយើងគិតវាចេះតែស្រួលហើយប៉ុន្តែនៅថ្ងៃដែលមានបញ្ហាប្រឈមអាហ្នឹងពិបាកអត់អីអូននិយាយចេញមុនបានពួកបងទម្លាក់វីដេអូតាមក្រោយអូនសុខសប្បាយអឺនៅក្នុងនិវេសនជននេះយើងមានប៉ុណ្ណឹងហើយសម្រាប់តាក់ទងទៅនឹងអនិវេសនជនអានេះបងលើកធំធំមកដែលធំធំហ្នឹងហើយគ្នាយើងមើលច្បាប់ថែមបងរាល់ថ្ងៃបងអង្គុយ
ធ្វើ record វីដេអូអានច្បាប់ឲ្យកូនសិស្សរបស់បងកូនសិស្សរបស់បងគាត់ថាបងឯងអានច្បាប់ព្រោះអញ្ចឹងបងឯងធ្វើវីដេអូអានច្បាប់ឲ្យពួកខ្ញុំផងហើយបងក៏ស៊ីចូលឥឡូវធ្វើឲ្យពួកគាត់ចង់ចង់ធ្លាក់ពងកចេញក្រៅហើយគួយអានច្បាប់ហើយថតវីដេអូទុកឲ្យកូនសិស្សបងសល់ល្អល្អខ្ជិលដល់ថ្នាក់សូម្បីតែអានខ្ញុំអានខ្លួនឯងអត់យល់ទេអញ្ចឹងបងឯងអានឲ្យខ្ញុំផងអឺមានគប់សេរីអញ្ចឹងបងមានតួនាទីមួយទៀតគឺអង្គុយអានច្បាប់ចាំបងអឺចប់ហើយកាត់អស់ហើយចាំតម្លាក់ឲ្យមកវល់ទៅគ្នាយើងច្បាប់ណាសំខាន់យើងយកទុកមើលខ្លួនឯងទៅអឺអញ្ចឹងតែយើងកុំភ្លេចអានខ្លួនឯងផងព្រោះអានខ្លួនឯងចេះជាងដែលបងអានឲ្យស្ដាប់ព្រោះបងអានចេះតែបងនឹងគ្នាយើងអត់អានដាក់ស្ដាប់ថ្ងៃខ្លះស្ដាប់ដេកលក់បាត់ទៅអាចំណេះហ្នឹងក៏ទៅតាមសុបិនបាត់ទៅក្រោកមកវិញភ្លេចអស់អញ្ចឹងយើងអានថែមដើម្បីឲ្យវានៅមួយយើងរបស់ដែលនៅមួយយើងគឺទ្រព្យសម្បត្តិយើងតែនៅមួយបងទ្រព្យសម្បត្តិបងហើយមូលដ្ឋានគិតពន្ធសម្រាប់អនិវេសនជនគឺមានតែមួយអត្រាទេអត្រា14%អញ្ចឹងនៅក្នុងច្បាប់ស្ដីពីសារពើពន្ធរបស់យើងក៏មានលើកទៅលើរឿងមូលដ្ឋានហ្នឹងហើយតកតងទៅនឹងប្រកាស578មិញក៏មានលើកដែរអញ្ចឹងយើងអាចមើលទៅលើពីរហ្នឹងតកតងទៅនឹងពន្ធកាត់ទុកបើសិនជាយើងចង់មើលច្បាប់ថែមគឺយើងអាចចូលទៅមើលនៅក្នុងច្បាប់ស្ដីពីសារពើពន្ធអឺហើយនឹងមួយទៀតគ្រឹះរបស់វាគឺស្ថិតនៅក្នុងប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំហើយដោយឡែកដោយសារតែពន្ធកាត់ទុកហ្នឹងវាមាន relate ជាមួយនឹងរឿងភាគលាភរឿងការប្រាក់រឿងអីផ្សេងច្រើនអញ្ចឹងទៅក៏មានជាលក្ខណៈបែបប្រកាសបែបការណែនាំបន្ថែមថាបើសិនជាយើងមានការប្រាក់បែបនេះឬក៏មានភាគលាភបែបនេះអាណាជាប់ពន្ធណាមិនជាប់ពន្ធអញ្ចឹងមានរូបភាពកន្លែងហ្នឹងណាចឹងវាមានគ្រាន់តែជាឯកសារបន្ថែមក្រៅវិញប៉ុន្តែបើយើងចង់ទៅមើលប្រភពដើមមកវាគឺមើលចំណុចសំខាន់គឺទៅមើលនៅនឹងឯងចឹងអនិវេសនជនដែលយើងសំដៅកន្លែងនេះគឺទាំងរូបវន្តបុគ្គលទាំងនីតិបុគ្គលដែលស្ថិតនៅក្នុងនិយមន័យចឹងអត្រា14%ហើយមានសេវាគ្រប់គ្រងនិងសេវាបច្ចេកទេសចឹងទៅសួយសារថ្លៃឈ្នួលការប្រាក់ភាគលាភវាដូចគ្នាទេប៉ុន្តែណូតមួយáជា alert ពេលដែលយើងឧទាហរណ៍ថាបើសិនជាយើងមានការជួលរបស់យើងនេះអាឈ្នួលរបស់យើងហ្នឹងជួលទីតាំង office ឬក៏ជួលផ្ទះជួលអីáមើលថាយើងជួលពី supplier ជានិវេសនជនឬអនិវេសនជនប្រយ័ត្នទៅជួលផ្ទះចំអនិវេសនជនហើយប្រើអត្រា10%មកដាក់ប្រកាសពន្ធហើយដល់ពេលគេចោះអូឌីតទៅគេចាប់ថាគាត់ជាអនិវេសនជនហួយឡើងមក14%វិញយើងខាតច្រើនណាស់យើងត្រូវបង់ពន្ធបន្ថែម4%ហើយបង់ការប្រាក់ឲ្យពិន័យហើយនៅគិតពិន័យអូឌីតទៀតណាចឹងកន្លែងហ្នឹងបងគ្រាន់ណារំលឹកទេតែបើអត់មានក៏អត់អីដែរគ្នាយើងតែហ៊ានណា3 4នាក់ហ្នឹងបើសិនជាយើងឃើញថាមានម្ចាស់ផ្ទះរបស់យើងណាគាត់ឬក៏អ្នកដែលម្ចាស់អគារដែលយើងជួលហ្នឹងយើងមើលហងថាគាត់ជានិវេសនជនឬអនិវេសនជនប្រយ័ត្នដាក់អត្រាពន្ធគណនាខុសដោយសារតែចេះតគ្នាថាអាពន្ធកាត់ទុកលើការជួលហ្នឹង10%ប៉ុន្តែអត់មើលថាយើងជួលពីអ្នកណាប្រយ័ត្នជួលប៉ះពីអនិវេសនជនគណនាពន្ធខ្វះចាក់កន្លែងហ្នឹងណាចឹងពន្ធកាត់ទុកនេះក៏មានការលើកលែងដែរហើយលើកលែងនេះបងដកចេញពីប្រកាស578ប្រកាស098ពួកបងយកមកហ្នឹងពីប្រកាស098ប៉ុន្តែ578មកវាមានអីប្រែប្រួលអញ្ចឹងដូចតែគ្នានិយាយទៅក៏អត់ខុសដែរការលើកលែងទី1គឺការប្រាក់ចំណាយការប្រាក់ដែលបានបង់ឲ្យទៅធនាគារគឺលើកលែងនឹងការទូទាត់អឺជំនឹងការទូទាត់ប្រាក់ចំណូលហ្នឹងគឺលើកលែងពន្ធហើយការទូទាត់ឲ្យទៅ government និងស្ថាប័នgovernment នៅពពួកស្រួយសារប្រាក់ឈ្នួលជួលចលនាឬអចលនទ្រព្យដែលយើងបំពេញលក្ខខណ្ឌ2បំពេញលក្ខខណ្ឌ2នេះគឺមានន័យថាទាំងពីរការទូទាត់នោះគឺត្រូវតាក់ទងទៅនឹងចលនាឬអចលនទ្រព្យបានកត់ត្រាជាទ្រព្យសម្បត្តិរដ្ឋនៅក្នុងបញ្ជីសារពើភ័ណ្ឌដែលគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬក៏យើងនិយាយថានៅនាយកដ្ឋានភស្តុភារក៏បានភស្តុភារនេះនៅក្នុងក្រមក្រសួងមហាផ្ទៃដែរនៅក្រសួងសេដ្ឋកិច្ច
ជីសារពើភ័ណ្ឌជា fixed asset របស់government ណាតើតាមាននៅក្នុងបញ្ជី fixed asset ប្រាក់ទូទាត់ត្រូវមានការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ចថាជាចំណូលដែលបានបង់ចូលថវិការដ្ឋឯកសារហ្នឹងគាត់ការទូទាត់របស់យើងវាត្រូវមានប្រកាន់ដៃត្រឡប់មកវិញជាមួយនឹងអា stamp ថាយើងបានចំណូលឬក៏ខាងក្រសួងគាត់បានបោះត្រាឲ្យអញ្ចឹងណាថាចំណូលអីចឹងទៅថវិការដ្ឋមានប្រកាន់ដៃត្រឹមត្រូវណាហើយមួយទៀតតកតងទៅនឹងចំណូលរបស់អង្គការមួយចំនួនអឺអង្គការណាមួយដែលត្រូវបានរៀបចំឡើងនឹងដំណើរការសម្រាប់គោលដៅខាងសាសនាខាងសប្បុរសធម៌វិទ្យាសាស្ត្រអក្សរសាស្ត្រឬក៏ខាងអប់រំហើយគ្មានចំណែកណាមួយនៃទ្រព្យឬក៏ប្រាក់ចំណូលរបស់គាត់នឹងត្រូវបានប្រើជាផលប្រយោជន៍ផ្សេងមេថាអត់បានយកអានឹងទៅបម្រើទៅប្រើប្រាស់ជាហូរចំណូលផ្សេងអញ្ចឹងណាដែលក្រៅពីរឿងសាសនារឿងអប់រំអក្សរសាស្ត្រអីហ្នឹងនៅពួកអង្គការខ្លះគាត់នៅក្នុងហ្នឹងគាត់លើករូបភាពជាអង្គការសប្បុរសធម៌ឬក៏អង្គការដែលផ្ដោតទៅលើការអប់រំឬក៏ខាងសាសនាអីចឹងទៅប៉ុន្តែនៅក្នុងហ្នឹងគាត់មានចំណូលពីការធ្វើការផ្គត់ផ្គង់ជាភោជនីយដ្ឋានឬក៏មានការជួលដីអីណាណីឬក៏ផ្សេងផ្សេងហ្នឹងទៅអញ្ចឹងវាមានសាច់រឿងច្រើនហើយនៅក្នុងអង្គការនេះបងអាប់ដេតមុននេះហើយបងអត់មាន experience field work នៅក្នុងអង្គការសោះហ្មងអញ្ចឹងមកសួរបងតើបងសួរគេថែមឲ្យបើសិនជាគ្នាយើងធ្វើការអង្គការឲ្យឆ្ងល់អារឿងប្រភេទពុនហ្នឹងមកសួរបងប្រាប់មុននេះហើយអត់បានចម្លើយភ្លាមភ្លាមទេព្រោះតាំងពីធ្វើការមកអត់ដែលធ្វើការនៅក្នុងអង្គការទេហើយពេលដែលបងធ្វើភ្នាក់ងារសេវាកម្មពន្ធដារអង្គការនៅ firm ធ្លាប់បានធ្វើជាមួយនឹងខាង Maristop ដែរប៉ុន្តែជាលក្ខណៈបែបតាក់ review ទេយើងអត់កាន់ជាប្រកាសពន្ធប្រចាំខែដែលដឹងឯកសារច្រើននេះកាលហ្នឹងបងចុះធ្វើតាក់ review ឲ្យ Maristop ហើយពេលដែលបើកbusiness ខ្លួនឯងជា tech agent ហ្នឹងអឺអត់មានប្រវត្តិទទួល customer ឬក៏ភ្ញៀវជាអង្គការឯងកំឡុងពេលឆ្នាំដែលបងនៅកាន់ណាអឺសមាគមណាមួយនៅក្នុងករណីដែលប្រាក់ចំណូលរបស់សមាគមនោះมันត្រូវបានបម្រើផលប្រយោជន៍ឯកជនរបស់អ្នកដែលចូលហ៊ុនឬក៏រកប្រព័ន្ធបុគ្គលជាធម្មតាការបង្កើតជាសមាគមគឺជាបណ្ដុំនៃក្រុមមនុស្សបង្កើតតែពេលដែលយើងបង្កើតភាគច្រើនគឺដើម្បីចូលរួមធ្វើដំណោះស្រាយទៅលើ sensitive ឬក៏ subject ណាមួយឧទាហរណ៍ថាសមាគមប៉ុន្តែក៏សមាគមក៏ត្រូវមានអ្នកដែលដូចផ្ដើមអ្នកដែលចាប់ផ្ដើមបង្កើតហើយនឹងចាប់ផ្ដើមរើសជា board ជាអីមកដូចគ្នាស្តៀងក្រុមហ៊ុនប៉ុន្តែសមាគមគាត់អត់បង្កើតមកនៅក្នុងគោលបំណងហូរចំណូលហូរអីទេ mostly សមាគមគាត់បង្កើតឡើងមកនៅក្នុងអឺគោលដៅមួយការពាររឿងអីមួយឧទាហរណ៍ថាសមាគមខាងតុកអញ្ចឹងគាត់ការពារនៅអ្នកដែលមានមុខរបរតុកហើយមកចោះឈ្មោះថាជាសមាជិកនៅក្នុងសមាគមរបស់គាត់នឹងទទួលបាន cover ទៅលើអត្ថប្រយោជន៍ផ្សេងៗដែលគាត់បានឲ្យដូចជារឿងការការពារផ្លូវច្បាប់សុខសុវត្ថិភាពឬក៏ការអន្តរាគមន៍ណាមួយនៅពេលដែលតុកគាត់មានបញ្ហាអីចឹងទៅបើសិនជាយើងនិយាយពីសមាគមខាងសំណង់គាត់ cover ទៅលើរាល់អ្នកដែលប្រកបអាជីវកម្មខាងសំណង់សមាគមខាង logistics គាត់ cover ទៅលើរឿង logistics សមាគមភ្នាក់ងារពន្ធដារគាត់ cover ទៅលើរឿងភ្នាក់ងារពន្ធដារដែលចុះជាសមាជិករបស់គាត់អញ្ចឹងគេប្រកាសជាមានបង់ខាសមាជិកភាពហ្នឹងហើយមួយឆ្នាំប្រហែលអញ្ចឹងទៅអញ្ចឹងអាសមាជិកភាពដែលគាត់បង់ហ្នឹងគឺសម្រាប់ cover អា operation ដែលគាត់ដំណើរការនៅក្នុងអាជីវកម្មរបស់គាត់ហ្នឹងអញ្ចឹងអាចចំណូលហ្នឹងគឺលើកលែងប៉ុន្តែបើសិនចំណូលហ្នឹងយកមកបម្រើឲ្យមិនមែនយកមកសម្រាប់ operation អាសមាគមនឹងទេយកទៅទិញឡានឲ្យត្រូវការជិះដើរដឹកប្រពន្ធដើរលេងយកទៅសម្រាប់ម្ចាស់ផ្ទះហ៊ុនចែកគ្នាចាយហើយសមាគមនៅតែសមាគមទៅបើកចោលយកទៅឈ្មោះចឹងទៅថ្ងៃក្រោយបើសិនជាមានការសាររើឲ្យរកឃើញអាចចំណូលអស់ហ្នឹងក៏ត្រូវបានលើកលែងទេណាកន្លែងហ្នឹងហើយការទូទាត់ប្រាក់ចំណូលទៅរូបវន្តបុគ្គលត្រូវដែលបានជាប់ពន្ធលើបៀវត្សហើយនឹងពន្ធអត្ថប្រយោជន៍បន្ថែមហើយអាហ្នឹងគឺយើងអត់ចាត់ទុកថាជាកម្មវត្ថុនៅខាងពន្ធកាត់ទុកទៀតទេអញ្ចឹងកន្លែងហ្នឹងគឺលើកលែងដែរហើយការដែលយើងទូទាត់ប្រាក់ទៅខាង government ខាងអីអាហ្នឹងក៏អត់ដែរ
ហើយកន្លែងនេះសំខាន់ការទូទាត់ប្រាក់ចំពោះការផ្គត់ផ្គង់សេវាណាមួយក្រោមតម្លៃ500ឧទាហរណ៍50000ឧទាហរណ៍ថាយើងជួលគេមកលាងសន្តិជាលាងអីចឹងទៅសេវាគេត្រឹមតែ40000អីចឹងទៅវាខុស50000អញ្ចឹងពីមុនឲ្យតែសេវាកម្មអត់បានលើកលែងទេឥឡូវហ្នឹងត្រឹមខុស50000គឺយើងលើកលែងទេបងលើកថាឡើងសំខាន់ឯស្អីបងមានករណីថ្នាក់មួយនោះថ្នាក់មុននោះដែលទៅចប់ហើយថ្មីថ្មីហ្នឹងមានកូនសិស្សបងមួយនោះគាត់អត់បច្ចុប្បន្នភាពហើយតាំងពីដើមឡើយគាត់បងពុនលើស enjoy រហូតគាត់ផ្ញើអីវ៉ាន់ទៅខែទៅអីផ្ញើម្ដងតាក់ស៊ីដល់វាហ្នឹងគាត់ប្រកាសពងខ្ទេចហើយគេលើកលែងទេគាត់អត់បានចូលមើលប្រកាសពន្ធដារជាប់លាប់គាត់ចេះតគ្នាអញ្ចឹងនៅពេលដែលគាត់ហ៊ានគាត់ surprise ឥឡូវហ្នឹងគាត់កំពុងដាក់ពាក្យស្នើសុំពីការីដែលចេញប្រកាសលើកលែងមកហ្នឹងអឺចាប់ពីការីនឹងមកគាត់ដាក់ពាក្យស្នើសុំយកអាហ្នឹងជា withholding tax credit offset ជាមួយនឹងអឺការីបន្ទាប់ឥឡូវគាត់កំពុងស្នើសុំដល់អត់ដឹងថាបានការឆ្លើយតបមកបែបណាណាពួកឃើញគាត់ហ៊ានចប់ឃើញគាត់ដាក់គាត់ថតលិខិតឬគាត់ដាក់នឹងមកឲ្យមើលថាគាត់បានដាក់ហើយអីពួកកាលហ្នឹងបងណែនាំឲ្យគាត់ដាក់គាត់បងគាត់សួរថាបងពុនលើសធ្វើមិនបងពុនលើសដាក់ស្នើសុំបានណាគាត់ណាយើងមិនអាចស្នើជាលុយយើងស្នើសុំជា credit សម្រាប់កាត់កងជាមួយនឹងប្រភេទពន្ធណាមួយឬក៏ការីខាងមុខចឹងទៅព្រោះការបងលើសរបស់យើងវាមានច្រើនរូបភាពអញ្ចឹងបានតែងតែប្រាប់ថាពេលដែលពន្ធណាចោះសវនកម្មហ្នឹងណាតែងតែរកឃើញនិស្សិតវាមានលើសមានខ្វះហើយការចុះធ្វើសវនកម្មគឺច្បាប់តម្រូវព្រោះយើងជារបបស្វ័យប្រកាសអញ្ចឹងស្វ័យប្រកាសមានតែយើងគណនាខ្លួនឯងមកពន្ធខ្លួនឯងអញ្ចឹងដើម្បីចុះមក verify នេះអញ្ចឹងដូចករណីរបស់បងអានេះបងបរៀនទៅគាត់ប្រប៉ាន់នឹងហើយចុះបើចំអ្នកដែលយើងអត់បានបរៀនដឹងលឺទៀតនឹងប៉ុណ្ណាទៅហើយធ្វើការនៅនឹងរាប់ឆ្នាំកាន់ឡើងយូរឆ្នាំមែនតើហ្មងគាត់ថាគាត់អត់បានតាមដានច្បាប់ឬក៏អត់សូវបានចេញក្រៅគាត់នៅតែធ្វើការអញ្ចឹងទៅអឺគាត់ដឹងព័ត៌មានតិចធ្វើឲ្យអាកំហុសតិចតួចកើតឡើងមិនសមថាជាប្រាក់ច្រើនអីចឹងទៅអញ្ចឹងអានេះតើតើនឹងការលើកលែងពន្ធអញ្ចឹងកន្លែងនេះសំខាន់ណាស់គ្នាយើងពេលដែលធ្វើ working ថ្ងៃស្អែកពេលដែលយើងចាប់ផ្ដើមធ្វើ Excel បងនឹង highlight ប្រាប់ថាពេលដែលបងធ្វើ working មិនអញ្ចឹងទៅតែយប់ហ្នឹងត្រូវអង្គុយកាត់ដើររក invoice មកឲ្យសិនព្រោះអញ្ចឹងទៅអត់មានអីកត់ស្អែកទេ ហើយការលើកលែងពន្ធនៅក្នុងរបបស្វ័យប្រកាសអញ្ចឹងមុនហ្នឹងយើងមានទូទៅយើងមាន government មានអីរូបមន្តបុគ្គលអីចឹងណាដោយករណីនេះគឺរូបមន្តបុគ្គលខាងលើហ្នឹងមាន government មានស្ថាប័នមានអង្គការមានសហគមន៍អីចឹងទៅអញ្ចឹងនៅក្នុងនេះចាប់ផ្ដើមដល់រឿងរបបស្វ័យប្រកាសម្ដងរបបស្វ័យប្រកាសនៅពេលដែលយើងលើកលែងហ្នឹងនៅពេលដែលខាងក្រុមហ៊ុនមួយទៀតហ្នឹងគាត់មានចំណូលពីការបំពេញសេវាកម្មអញ្ចឹងសម្រាប់គាត់ចំណូលរបស់យើងចំណាយទៅលើអារឿងសេវាកម្មនេះរួមទាំងការពិគ្រោះយោបល់អីតែសេវាបហែហ្នឹងអញ្ចឹងកន្លែងនេះនៅក្នុងច្បាប់របស់យើងថ្មីគេមាននិយាយថានេះអាសេវាកម្មគ្រប់គ្រងហ្នឹងមានអីគេខ្លះការពិគ្រោះយោបល់ឬក៏សេវាបហែហ្នឹងគេលម្អិតថាមានសាច់រឿងបែបណាអញ្ចឹងយើងចូលមើលអាហ្នឹងថែមឬក៏ចាំដល់បងកាត់វីដេអូរបស់បងហើយយើងខ្ជិលអានចាំមើលស្ដាប់វីដេអូបងហើយតាមហ្នឹងអាហ្នឹងក៏តាមហ្នឹងទៅតែបើអានចេះលឿនជាងហើយនឹងមួយទៀតលក្ខណៈដូចពេលដែលយើងមានចំណាយទៅលើពពួកអាកញ្ចប់ software ដែលអនុញ្ញាតឲ្យប្រើដែលភ្ជាប់លក្ខខណ្ឌពពួកអា Spring Web software ហើយពពួក Site License ហើយនិងពពួក download software ហើយនិង software bundle with computer hardware អីអាហ្នឹងពពួកអាចជាប់មកជាមួយនឹង computer ពួក bundle ហ្នឹងហើយអស់ហ្នឹងគឺវាអាចកម្មវត្ថុទៅលើការលើកលែងពន្ធបើសិនជាចំណាយដែលយើងបានកើតឡើងពពួកជាមួយនឹងពួក software web software ពួក site ពួក download software អស់ហ្នឹងជាមួយនឹងនីតិបុគ្គលរបបផ្សាយប្រកាសដូចគ្នាកន្លែងហ្នឹងណាត្រូវបានលើកលែងហើយប្រាក់ចំណូលពីការជួលចលនៈនិងអចលនទ្រព្យអញ្ចឹងឃើញនេះអ្នកអាចចំណូលពីការជួលរបស់យើងនឹងត្រូវបានលើកលែងអញ្ចឹងបាន10%ហ្នឹងវាមានជាមួយតែប្រព័ន្ធបកគលដែលឡាយជាមួយនឹងរបបផ្សាយប្រកាសត្រូវបានលើកលែងអញ្ចឹងយើងចង់ដឹងថាប្រកាសលេខនឹងនិយាយកន្លែងណា highlight ទុកយើងទៅមើលអានឹងថែមយើងត្រូវ print ទុកជាគណនេយ្យករឬក៏និយាយបានថាជាអ្នកប្រកាសពន្ធត្រូវតែមានច្បាប់ពន្ធជាគម្ពីរនៅក្បែរខ្លួនឆ្ងល់ទាញមកបើកមើលឆ្ងល់ទាញមកបើកមើលអាហ្នឹងបានគេហៅថាអ្នកប្រកាសពន្ធដែលឆ្នើមកុំប្រកាសចេះតគ្នាហើយកុំឲ្យហ៊ានដើម្បីចាំណាកុំចាំត្រូវតែមានមូលដ្ឋានហើយត្រូវតែមានគម្ពីរនៅក្បែរនឹងពេលយើងនិយាយជាមួយអ្នកណាម្នាក់និយាយមួយមេរបស់យើងមានសំអាងប្រកែកឈ្នះយកគម្ពីរដាក់មុខឲ្យមើលហ្មងអញ្ចឹងការលើកលែងពន្ធនៅក្នុងរបបផ្សាយប្រកាសគឺមានធំខាងមុខហ្នឹងហើយនៅខាងក្រោយនេះក៏យើងមានដែរទាក់ទងទៅនឹងរឿងពាក្យលៀបឧទាហរណ៍ថាអា
ក្រុមហ៊ុនបបផែនប្រកាសដូចគ្នាពេលដែលយើងអឺចែកភាគលាភយើងមិនត្រូវអស់ពេលដែលយើងចំណេញហើយយើងបង់ពន្ធលើប្រាក់ចំណូលបង់ឲ្យយើងចែកភាគលាភអញ្ចឹងអាពេលដែលយើងចែកភាគលាភហ្នឹងណាក៏វាមានសាច់រឿងរបស់វាដែរភាគលាភដែលយើងចែកទៅនេះអឺ cash outflow ដែលយើងចែកទៅនេះយើងចែកទៅជានិវេសនជនជាអនិវេសនជនហើយអនិវេសនជននិងអនិវេសនជននេះវាមានពីរទៀតវាមានជារូបវន្តបុគ្គលនិងនីតិបុគ្គល That's why បានអាភាគលាភដែលយើងចែកទៅសម្រាប់និវេសនជនដែលជារបបផ្សាយប្រកាសក្នុងករណីដែលបានបង់ពន្ធហើយហ្នឹងគឺអត់ត្រូវជាប់ពន្ធទៀតទេតែបើសិនជាភាគលាភដូចគ្នាយើងចែកទៅអនិវេសនជននៅក្នុងតារាងឲ្យមើលមុនហ្នឹងចឹងចុះ14%ធម្មតាមានការលើកលែងទេតែថ្ងៃអនាគតយើងអត់ដឹងទេព្រោះច្បាប់វាប្រែប្រួលទៅតាមស្ថានភាពសេដ្ឋកិច្ចហើយនិងបរិបទនៅក្នុងការរស់នៅរបស់មនុស្សទេអឺថ្លៃឈ្នួលអចលនទ្រព្យដែលយើងបង់ឲ្យទៅខាងក្រុមហ៊ុនភាគតិសន្យាហើយបុព្វលាភធានារ៉ាប់រងបន្តអីហ្នឹងទៅលើទ្រព្យសម្បត្តិហានិភ័យផ្សេងនៅក្នុងប្រជាជាតិកម្ពុជាហើយមួយទៀតអ្នកជាប់ពន្ធតូចណាអ្នកជាប់ពន្ធតូចបើគ្នាយើងណាមានប្រកាសពន្ធតូចយើងដឹងហីអឺឃើញមានប្រកាសពន្ធអឺកាត់ទុកលើជួលធម្មតាប៉ុន្តែអត់មានសេវាកម្មទេសេវាកម្មប្រហែលក៏អត់ដែរព្រោះពន្ធតូចអឺត្រូវបានអនុគ្រោះពីកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកទៅលើអាពន្ធកាត់ទុកនឹងប៉ុន្តែលើកលែងតែឃើញទេលើកលែងតែថ្លៃឈ្នួលចលនាទ្រព្យឬអចលនាទ្រព្យអញ្ចឹងបើគាត់មានជួលអគារគាត់ជួលឡានជួលម៉ាស៊ីនជួលអីអស់ហ្នឹងគឺគាត់បង់ពន្ធតាមអត្រា10%ធម្មតាគ្រាន់ថា15%អីផ្សេងៗគាត់អត់មានកាតព្វកិច្ចទេកន្លែងហ្នឹងណាហើយគាត់មានជួលសេវាបណ្ដោះបណ្ដាលពីស្រុកក្រៅមកអីមកហ្នឹងគាត់មានកាតព្វកិច្ចដែរគាត់ក៏បានអនុគ្រោះកាតព្វកិច្ចជាភ្នាក់ងារកាត់ទុកតែលើកលែងអារឿងជួលហ្នឹងគឺឲ្យគាត់នៅតែជាភ្នាក់ងារកាត់ទុក on behalf government អញ្ចឹងសម្រាប់ពន្ធពីរប្រភេទហ្នឹងមកផឹកហ្នឹងគឺសំលមោមដាក់ VAT ទៅមួយទៀតតើរួចទេ3 ម៉ោងហ្នឹងហ៎អញ្ចឹងបងនឹងធ្វើវិធីហើយនឹង1%ជាវីដេអូក្រៅទៅលេឲ្យយើងអាចចូលមើលថែមទៅអឺស្អែកយើងទៅតាម schedule របស់យើងនឹងរៀនពីការអនុវត្តនៅក្នុង Excel ណា